យីស៊ីឡុងណាត់ចាត់តាំងកម្មវិធីសូមរួមរាយការណ៍ជូនអាយដាមដំនវីត្រីវ៉ែនផល្លាស្នងការរងស្នងការខាងឃោសនាព័ត៌មានកម្មវិធីសិក្សាអប់រំចិត្តសាស្ត្រឆ្នាំ2025បានរៀបចំរួចសូមរួមអញ្ជើញអាយដាមទៅកាន់អីកិនយូបាទទូលជា ព្រឹកថ្ងៃប្រហ័សមួយកើតខែអាសាឍឆ្នាំម្សាញ់សប្តាហ៍ពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី26ខែមិថុនាឆ្នាំ2025នៅបញ្ជាការដ្ឋានកងទ័ពជើងទឹកជ្រួយចង្វាបានផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំឆ្នាំ2025ក្រោមប្រធានបទ1ឯកសារជំនួយស្មារតីអប់រំចិត្តសាស្ត្រស្ដីពីសភាពការវិវត្តថ្មីទស្សនវិស័យអប់រំចិត្តសាស្ត្រនិងភារកិច្ចចំពោះមុខរបស់កងយុទ្ធពលខេមរៈភូមិន្ទប្រចាំឆមាសទី1ឆ្នាំ2025 2កម្ពុជាក្រោយរំដោះ7មករា1979ជាមេរៀនបន្ថែមសម្រាប់ប្រឡងធ្វើគុយ CM ឧទ្ទេសនាមដោយឯកឧត្តមនាវីត្រីវ៉ែនផល្លាស្នងការរងស្នងការដ្ឋានឃោសនាព័ត៌មាន